តំបន់ដែលត្រជាក់ខ្លាំងហើយមានមនុស្សរស់នៅច្រើនជាងគេតើមានកត្តាអ្វីខ្លះដែលធ្វើឲ្យមនុស្សរស់នៅទីនោះបានទោះបីជាអាកាសធាតុត្រជាក់ខ្លាំងក៏ដោយតោះមកស្វែងយល់ជាមួយខ្ញុំទាំងអស់គ្នាបើនិយាយអំពីកន្លែងដែលមានមនុស្សរស់នៅត្រជាក់ជាងគេនោះគឺអូមីយ៉ាកុនស្ថិតក្នុងប្រទេសរុស្ស៊ីទីនោះអាចចុះត្រជាក់ដល់ប្រហែលដក 67.7 អង្សាសេនៅរដូវរងាហើយប្រជាជននៅតែរស់នៅបានធម្មតាអូមីយ៉ាកុនគឺជាតំបន់ជនបទមួយនៅក្នុងសាធារណរដ្ឋសាន់ហានៃប្រទេសរុស្ស៊ីដែលត្រូវបានគេទទួលស្គាល់ថាជាកន្លែងដែលមានមនុស្សរស់នៅជាអចិន្ត្រៃយ៍បំផុតនៅលើផែនដីសីតុណ្ហភាពក្នុងរដូវរងាតែងតែធ្លាក់ចុះក្រោមដក 50 អង្សាសេទីក្រុងអូមីយ៉ាកុនស្ថិតនៅក្នុងជ្រលងភ្នំមួយតាមបណ្ដោយទន្លេអ៊ីនឌីងទ្រីងកាដែលហ៊ុំព័ទ្ធដោយភ្នំដែលស្រូបយកខ្យល់ត្រជាក់អាកាសធាតុអនុតំបន់អាតិចទ្វីបនោះមកនៅរដូវរងាដ៏វែងនិងរដូវក្តៅដ៏ខ្លីក្នុងអំឡុងខែធ្នូនិងខែមករាពន្លឺថ្ងៃមានរយៈពេលត្រឹមតែ 2-3 ម៉ោងប៉ុណ្ណោះហើយសីតុណ្ហភាពទាបបំផុតគឺដក 71.2 អង្សាសេដើមឡើយទីនេះជាកន្លែងបោះជំរំឃ្វាសត្វរមាំងតាមរដូវកាលប៉ុណ្ណោះហើយត្រូវបានតាំងទីលំនៅជាអចិន្ត្រៃយ៍នៅក្នុងទសវត្សរ៍ឆ្នាំ 1920 និង 1930 ក្នុងអំឡុងពេលនៃការអភិវឌ្ឍស៊ីបេរីរបស់សូវៀតឈ្មោះនេះមានប្រភពមកពីពាក្យយ៉ាងគង់ដែលមានន័យថាទឹកមិនកកដែលសំដៅទៅលើប្រភពទឹកក្តៅក្បែរនោះដែលរារាំងផ្នែកមួយនៃទន្លេពីការកកសូម្បីតែក្នុងអាកាសធាតុត្រជាក់ខ្លាំងក៏ដោយប្រជាជនសម្របខ្លួនទៅនឹងភាពត្រជាក់ខ្លាំងតាមរយៈបច្ចេកទេសសាងសង់ឯកទេសផ្ទះដែលមានកម្ដៅដោយប្រើប្រេងម៉ាស៊ូតនិងការពឹងផ្អែកលើរបបអាហារដែលមានមូលដ្ឋានលើសាច់ដោយសារវិស័យកសិកម្មមានតិចតួចបំផុតអូមីយ៉ាកុនបានក្លាយជានិមិត្តរូបនៃការតស៊ូរបស់មនុស្សនិងជាការទាក់ទាញសម្រាប់អ្នកធ្វើដំណើរខ្លាំងនិងអ្នកអាកាសធាតុវិទ្យាបើទោះបីជាមានភាពឯកានិងអាកាសធាតុត្រជាក់ខ្លាំងក៏ដោយក៏អូមីយ៉ាកុននៅតែរក្សាបាននូវសេវាកម្មសំខាន់ៗដូចជាសាលារៀនហាងលក់ទំនិញនិងស្ថានីយ៍ប្រេងឥន្ធនៈអគារនានាត្រូវបានលើកឡើងខ្ពស់នៅលើសសរដើម្បីការពារការរលាយនៃស្រទាប់ទឹកកកហើយយានយន្តជារឿយៗត្រូវតែបន្តដំណើរដើម្បីជៀសវាងការកកហើយយានយន្តជារឿយៗត្រូវបានបន្តដំណើរទៅមុខដើម្បីជៀសវាងការកករបបអាហារក្នុងស្រុកផ្ដោតទៅលើការចិញ្ចឹមសត្វត្រីនិងកសិកម្មទឹកដោះគោតើអ្នកយល់យ៉ាងណាដែរចំពោះកន្លែងដែលត្រជាក់ខ្លាំងនេះហើយមនុស្សនៅតែបន្តការរស់នៅបានតើអ្នកចង់សាកល្បងទៅនៅទីនោះទេ